កម្ពុជាបញ្យល់ពីការវិវត្តចុងក្រោយចំនួនព្រំដែនកម្ពុជាថៃដោយបណ្ដាស្ថានទូតនានាប្រចាំកម្ពុជានិងតំណាងទីភ្នាក់ងារ UN នៅថ្ងៃទី25 ខែកញ្ញាក្រសួងការបរទេសនៅសហប្រតិបត្តិការអន្តរជាតិកម្ពុជាបានធ្វើបទបង្ហាញអំពីការវិវត្តនៃសភាពការព្រំដែនកម្ពុជាថៃរួមទាំងបញ្ហាមីនជូនបណ្ដាជាតិប្រចាំកម្ពុជា UN នៅទីស្នាក់ការក្រសួងការបរទេសរាជធានីភ្នំពេញបើតាមក្រសួងការបរទេសកិច្ចប្រជុំនេះមានការចូលរួមពីតំណាង30ស្ថានទូតប្រចាំនៅកម្ពុជានិងស្ថានទូតនៅក្រៅប្រទេសដែលទទួលបន្ទុកលើកិច្ចព្រំដែនកម្ពុជាថៃនិងអង្គការអន្តរជាតិចំនួន6ក្នុងនោះក៏មានតំណាងស្ថានទូតថៃផងដែរ